លោកបំបត្តិរង្វាន់ក្រវិលកំប៉ុងជារបបថ្មីនៃសុខភាពសាធារណៈនិងសន្តិសុខសង្គមកម្ពុជាវិធានការហាមឃាត់ការផ្ដល់រង្វាន់តាមក្រវិលកំប៉ុងនៅលើផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈផ្អែមជាពិសេសភេសជ្ជៈទៅកម្លាំងដែលរាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តពីថ្ងៃទី1ខែតុលាឆ្នាំ2026ខាងមុខនេះគឺជាយុទ្ធសាស្ត្រគន្លឹះនៅក្នុងការដោះស្រាយវិបត្តិជំងឺមិនឆ្លងដែលកំពុងតែរាតត្បាតយ៉ាងស្ងៀមស្ងាត់នៅប្រទេសកម្ពុជាយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅដើមឆ្នាំ2026រកឃើញថាអត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅប្រទេសកម្ពុជានៅក្នុងឆ្នាំ2025បានកើនឡើងរហូតដល់ជិត 27% គឺប្រមាណជា30,000 នាក់ដែលបង្កឡើងដោយរបបអាហារមិនមានសុខភាពលោកស្រីបណ្ឌិតព្រំទេវីអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាសង្កត់ធ្ងន់ថាការបញ្ឈប់យុទ្ធសាស្ត្រអូសទាញនេះនឹងជួយសង្គ្រោះយុវជនខណៈដែលមានយុវជនខ្លះវ័យត្រឹម20ឆ្នាំកំពុងតែធ្លាក់ខ្លួនទៅដល់ដំណាក់កាលលាងឈាមដោយសារតែជំងឺមិនឆ្លងម្យ៉ាងវិធានការនេះថែមទាំងលើកកម្ពស់មុខមាត់ជាតិឲ្យស្របទៅតាមស្តង់ដារខណៈដែលប្រទេសជឿនលឿនបានបោះបង់វិធីសាស្ត្រនេះតាំងតែពីក្រោយសង្គ្រាមលោកលើកទី2មកម្ល៉េះបើសិនជាចង់ផ្សព្វផ្សាយចង់ឲ្យទីទិញផលិតផលរបស់ខ្លួននោះគឺថាវាមិនពិបាកអីនឹងផ្សព្វផ្សាយទេវាមានវិធីសាស្ត្រច្រើនដែលកុំចេញជាលក្ខណៈជំរុញវិធានការថ្មីរបស់រាជរដ្ឋាភិបាលនេះក៏នឹងជួយទប់ស្កាត់មរណភាពរបស់ពលរដ្ឋពីជំងឺមិនឆ្លងដែលបានហក់ឡើងពី 52% នៅក្នុងឆ្នាំ2014រហូតមកដល់ 64% នាពេលបច្ចុប្បន្នលើសពីបញ្ហាសុខភាពការដកចេញនៅរង្វាន់ក្រវិលកំប៉ុងគឺជាវិធីសាស្ត្រដោះស្រាយឬគល់នៃអស្ថិរភាពសង្គមយោងតាមអង្គការសុខភាពពិភពលោក WHO រកឃើញថាគ្រឿងស្រវឹងគឺជាដើមចមនៃគ្រោះថ្នាក់ចរាចរណ៍ 27% និងអំពើហិង្សា 18% ខណៈដែលនិន្នាការនៃការសេពគ្រឿងស្រវឹងនៅអាស៊ីអាគ្នេយ៍បានកើនឡើងរហូតទៅដល់ 34% នៅក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះដែលផ្ទុយស្រឡះពីទ្វីបអឺរ៉ុបដែលមានការថយចុះ 12% បើតាមការបញ្ជាក់របស់លោកបណ្ឌិតយងពៅអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជានិងជាអ្នកវិភាគបញ្ហាសង្គមគូបញ្ជាក់ថាវប្បធម៌ផឹកដើម្បីរង្វាន់បានធ្វើឲ្យប្រជាពលរដ្ឋចុះខ្សោយដែលនាំឲ្យជាតិនិងខ្សោយទៅតាមនោះដែរចង់បានការបញ្ឈប់ការផ្សាយពាណិជ្ជកម្មការដាក់រង្វាន់ទៅលើភេសជ្ជៈទាំងអស់នេះដែលវាប៉ះពាល់ដល់សុខុមាលភាពពលរដ្ឋយើងជាពិសេសយុវជនដើម្បីពង្រឹងប្រសិទ្ធភាពនៃវិធានការថ្មីនេះលោកយងកំឯងប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពយល់ឃើញថារាជរដ្ឋាភិបាលគួរតែរឹតបន្តឹងការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យនៅត្រឹមតែជាការបង្ហាញម៉ាកយីហោដោយបណ្ដាប្រទេសជិតខាងកម្ពុជាដែលរួមមានវៀតណាមថៃនិងឡាវដែលបានកំពុងតែអនុវត្តយ៉ាងតឹងរ៉ឹងប៉ុន្តែត្រូវធានាថាបញ្ហានេះត្រូវបានយកចិត្តទុកដាក់ហើយនឹងបញ្ហានេះត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពគឺទាមទារឲ្យមានការធ្វើយ៉ាងតឹងតែងហើយនឹងហ្មត់ចត់បំផុតបាទលោកយងកំឯងប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពបន្តថារាជរដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ដោយគ្មានការលើកលែងរួមទាំងការលុបអាជ្ញាប័ណ្ណនិងការផាកពិន័យធ្ងន់ធ្ងរចំពោះក្រុមហ៊ុនដែលបំពានដែលនេះគឺជាជំហានចាំបាច់បំផុតដើម្បីធានាបាននូវសុខុមាលភាពនិងសន្តិសុខពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ